សម្លកកូរជាម្ហូបមួយមុខដែលមានបន្លែច្រើនមែនទែនបងប្អូនអរគ្នាអញ្ចឹងបើសិនជាយើងញ៉ាំទៅគឺសម្បូរទៅដោយវីតាមីនតែម្ដងហើយថ្ងៃហ្នឹងខ្ញុំទៅផ្សារឃើញជាមួយនឹងបន្លែល្អហើយក៏ចង់ស្លកកូរញ៉ាំហើយបានជាមួយនឹងត្នោតខ្ចីបងប្អូនឃើញអ្នកលក់គាត់លក់ហើយសួរគាត់ថាស្លកកូរដាក់ផ្លែត្នោតបានអត់អ្នកលក់គាត់ថាដាក់បានឆ្ងាញ់ណាស់អូនអើយអញ្ចឹងក៏ខ្ញុំទិញមក2-3ខាំមកបងប្អូនដាក់លាយជាមួយបន្លែកកូររបស់យើងហ្នឹងណាបងប្អូនអើយនិយាយពីថាពេលបានស្លោឆ្អិនហើយឆ្ងាញ់ជាតិខ្លាំងតែម្ដងបងប្អូនអរគ្នាហើយខ្ញុំទៅផ្សារហ្នឹងបានមកបន្លែមកមុខតិចហ្នឹងនិយាយពីថាច្រើនមែនទែនបងប្អូនទៅពេលយកមកស្លមកឡើងមួយឆ្នាំងធំហើយមុននឹងយើងស្លស្លុកអីហ្នឹងយើងមករកបេះផ្សំគ្រឿងឲ្យគ្រប់មុខសិនហើយខ្ញុំស្លកកូរខ្ញុំចូលចិត្តបងជីតាមក្រោយទៀតបងប្អូនពេលដែលស្លយើងឆ្អិនយើងដាក់តែមកប្រងទៅនិយាយពីថាក្លិនឈ្ងុយឆ្ងាញ់មែនទែននិយាយទៅឲ្យតែស្លកកូរខ្ញុំអត់ភ្លេចជីក្រហមទេតែភ្លេចជីក្រហមដូចភ្លេចអីមួយអញ្ចឹងបើថាភ្លេចទិញមកក៏ត្រូវជីទៅទិញនៅផ្សារវិញដែរហើយគ្រឿងកកូររបស់យើងថ្ងៃនេះគឺច្រើនមុខមែនទែនបន្លែក៏ច្រើនដែរសិតតែបន្លែដែលឆ្ងាញ់ណាបងប្អូនហើយស្លកកូរនេះខ្ញុំដាក់ជាមួយនឹងត្នោតខ្ចីទៀតណានិយាយទៅអ្នកលក់គាត់ថាស្លឆ្ងាញ់តែលើកទី1របស់ខ្ញុំហើយដែលខ្ញុំស្លដាក់ត្នោតខ្ចីហ្នឹងបងប្អូនអរគ្នាហើយបន្លែគឺយើងបេះរួចរាល់អស់ហើយខ្ញុំមានទិញជាមួយនឹងផ្កាល្ហុងហើយនឹងស្លឹកម្រះដែរដោយសារតែចូលចិត្តញ៉ាំល្វីងដែរបងប្អូនតែស្លឹកម្រះហ្នឹងខ្ញុំបងតែមកប្រងក្រោយគេទេអាទុកឆ្អិនពេកទេឆ្អិនពេកខ្លាចវាល្វីងខ្លាំងណាបន្ទាប់មកទៀតខ្ញុំមានផ្សំជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនចាឲ្យដាក់ឆ្អឹងជំនីលាយតិចដែរហើយយើងមករំលីងវាឡើងខ្លាញ់តិចមកហើយខ្ញុំកូរដាក់ជាមួយនឹងប្រហុកចូលឲ្យលីងក្លិនឲ្យឈ្ងុយជាមួយនឹងគ្រឿងរបស់យើងដែលបានបុកទុកស្រេចហ្នឹងបងប្អូនអរគ្នានិយាយទៅគ្រឿងស្លកកូរយើងមានដាក់គល់ក្រៃរំដេងលក្រូចខ្ទឹមអីទៅហើយយើងបុកម្ទេស1គ្រាប់2គ្រាប់បុកចូលទៅហើយអញ្ចឹងណាតែមកខ្ញុំកូររំលីងវាឡើងឈ្ងុយសិនខ្ញុំក៏ដាក់ជាមួយនឹងត្រីដែងរបស់យើងចូលទៅតែម្ដងមុំហុកខ្ញុំកូរឲ្យឡើងរៀងឈ្ងុយតិចហើយខ្ញុំចាប់ផ្ដើមដាក់ទឹកចូលទៅបន្តិចហើយយើងផ្សំគ្រឿងតាមយើងចូលចិត្តមកបងប្អូនអរគ្នាចាហើយយើងគ្របមកសន្ទុះសិនដោយសារតែទុកឲ្យត្រីរៀងឆ្អិនបន្តិចណាបន្ទាប់ពីត្រីឆ្អិនខ្ញុំដួសត្រីចេញដោយសារតែខ្ញុំខ្លាចបែកយកបងប្អូនព្រោះអីយើងនៅកូរជាមួយនឹងបន្លែផ្សេងទៀតអញ្ចឹងទៅពេលត្រីរៀងឆ្អិនបន្តិចហើយយើងដួសត្រីចេញមកក្រៅសិននិយាយទៅបងប្អូនអរគ្នាផ្ទះខ្ញុំឲ្យតែខានញ៉ាំបន្លែយូរដល់ខ្ញុំបើមិនស្លកកូរក៏ស្លប្រហើតាពាំងឬក៏ប្រហើអានងអីដែរពួកអីប្រហែលមុខហ្នឹងគឺសិតតែសម្បូរដោយបន្លែខៀវបងប្អូនអញ្ចឹងបើយើងបានស្លញ៉ាំអាទិត្យម្ដង2ដងអីទៅគឺល្អមែនទែនបងប្អូនអរគ្នាដូចថាពេលខ្លះយើងញ៉ាំតែសាច់ពេកក៏វាអត់ល្អដែរដូចថាយើងក៏ពិបាកក្នុងការបត់ជើងហើយនិយាយទៅបើយើងបានញ៉ាំបន្លែញឹកគឺល្អចំពោះសុខភាពមែនទែនបងប្អូនហើយនេះបន្ទាប់ពីយើងឆ្អិនហើយយើងដួសជាមួយត្រីដែងចេញខ្ញុំចាប់ផ្ដើមកូរជាមួយនឹងបន្លែដែលថាវាក្របផុយមានបន្លែគ្រឿងផ្សំមានល្ហុងមានត្រប់មានល្ពៅមានអីគ្រប់មុខហ្នឹងបងប្អូនចាយើងកូររៀងឆ្អិនមកសពប់ហើយយើងចាប់ផ្ដើមចាក់ទឹកចូលមកល្មមអញ្ចឹងមកនិយាយទៅស្លកកូរយើងកុំដាក់ទឹកច្រើនពេកក៏កុំទឹកលើសពេកដែរបងប្អូនយើងដាក់មកល្មមមកឆ្ងាញ់ជាមួយនឹងត្រូវនឹងបន្លែរបស់យើងណាហើយយើងងាស់វារៀងឆ្អិនបន្តិចមកឲ្យឡើងពុះខូលអញ្ចឹងហើយយើងចាប់ផ្ដើមភ្លក់រសជាតិទៅហើយក៏ដាក់បន្លែស្លឹកខៀវចូលចំពោះបន្លែស្លឹកខៀវវិញគឺខ្ញុំដាក់មកនេះទេបងប្អូនអត់ឆ្អិនពេកទេយើងដាក់កូរចុះឡើងអញ្ចឹងហើយបានខ្ញុំបន្ថែមជាមួយនឹងអង្ករលីងចូលទៅតាមក្រោយពួកអីបើសិនជាខ្ញុំដាក់អង្ករលីងមុនខ្លាចវារីកពេកអញ្ចឹងទៅវាខាប់អង្ករលីងហ្នឹងមួយឆ្នាំងហ្នឹងគឺខ្ញុំប្រើប្រហែលជា2ល្ព្រា2វែកកន្លះបងប្អូនសំទោសខ្ញុំប្រើ2វែកកន្លះហើយអង្ករលីងហ្នឹងអត់មានទិញមកពិសាអីទេបងប្អូនអរគ្នាតែខ្ញុំឲ្យតែអស់គឺលីងទុកម្ដងមកធំហ្មងនិយាយទៅលីងខ្លួនឯងអញ្ចឹងវាឈ្ងុយយើងដាក់ល្ក្រូចដឹកអីអញ្ចឹងណាបន្ទាប់ពីទឹកពុះហើយខ្ញុំដាក់ជាមួយនឹងបន្លែល្វីងហ្នឹងចូលទៅបងប្អូនចាផ្កាល្ហុងហ្នឹងហើយនឹងត្រួយម្រះហ្នឹងបងប្អូនអើយនិយាយពីថាជាតិឆ្ងាញ់មែនទែនសឡងហើយហ្នឹងពួកអីអត់ដែលស្លដាក់ជាមួយនឹង
ឡើងថ្នោតខ្ចីៗហើយបន្លែខៀវហ្នឹងខ្ញុំដាក់ចូលតាមម្ពុះខ្ញុំបិទហើយបរិសាតែអត់ចង់ឲ្យវាលួយពេកហើយយើងដាក់តែជាមួយនឹងជីក្រហមចូលទៅតាមក្រោយទៅនិយាយថាវាឈ្ងុយឆ្ងាញ់មែនទែនហើយបានញិចម្ទេសទឹកត្រីហឹរទៀតអូយជាតិហ្មងបងប្អូន